ឃើញភ្លេក្រងគេរៀបចំឡើងស្អាតអញ្ចឹងតិចថាអស់លុយអីទៅគេឲ្យយើងចូលលេង free ទេណាអ្នកទាំងអស់គ្នាទីតាំងអត់នៅណាឆ្ងាយទេនៅម្ដុំចំពោះវ័នចិត្តនឹងវងមូលផ្លូវកបាត់ក្រុងទី3លើមហាវិថីស៊ីជិនពេញចូលតាមការ៉ាសាំងតូតាល់នឹងហ្មងចាំខ្ញុំដាក់ location ឲ្យនៅក្នុង comment នៅក្នុងហ្នឹងមានរបស់លេងសម្រាប់ក្មេងៗតូចៗច្រើនមែនតែនមានតាំងពី slide តងសំណាញ់ monkey bar សម្រាប់ក្មេងៗតង់លេងដីខ្សាច់ហើយនឹងរបស់លេងជាច្រើនទៀតហើយការបំពាក់ឧបករណ៍ទាំងអស់ហ្នឹងមើលទៅមានស្តង់ដារកម្រាលដែលយើងឃើញចម្រុះពណ៌ហ្នឹងមិនឥតឬបេតុងធម្មតាណាតែវាជាប្រភេទកម្រាលអេប៉ុងតុនការពារការប៉ះទង្គិចពេលក្មេងៗដួលមិនឲ្យលបួសឬដាច់រលាត់បើទីធ្លារបស់គេវិញធំទូលាយងាយស្រួលឲ្យអូនៗតូចៗរត់លេងនៅក្នុងបរិវេណហ្នឹងហើយមានកន្លែងសម្រាប់ឲ្យប៉ាម៉ាម៉ាអង្គុយរងចាំនិងមើលកូនលេងនៅនឹងផងដែរនៅជុំវិញហ្នឹងគេមានទាំងហាងហើយនឹងតូបលក់របស់ញ៉ាំដូចគ្នាក្រៅពី playground សម្រាប់ក្មេងៗលេងឃើញមានតារាងបាល់នៅនឹងទៀតដោយសារតែមានទឹកបឹងព័ទ្ធជុំវិញមានខ្យល់ត្រជាក់បក់មកលិហិធ្វើឲ្យអារម្មណ៍ស្រស់ស្រាយពេលងាកឡើងឃើញប៉ាម៉ាម៉ានាំអូនៗតូចៗមករត់លេងកម្សាន្តច្រើនមែនតែនហើយមិនបាច់បារម្ភថាអត់កន្លែងចតឡានចតម៉ូតូណាព្រោះអីគេក៏មានចំណតឲ្យយើងផងដែរអញ្ចឹងអ្នកនៅម្ដុំចោមចៅចំពោះវ័នទំនប់កប់ស្រូវចង់នាំក្មេងៗទៅលេង playground អីមិនបាច់ទៅណាឆ្ងាយទេអាចសាកនាំពួកគាត់មកកន្លែងនេះបានមានទាំងកន្លែងលេងកម្សាន្តកន្លែងញ៉ាំអីសំខាន់ចូលលេងដោយឥតគិតថ្លៃទៀតចំណេញទាំងពេលវេលាហើយអត់សូវចំណាយច្រើនសម្រាប់ថ្ងៃនេះមានតែប៉ុណ្ណេះទេជួបគ្នាវីដេអូក្រោយទៀតបាយបាយ